បាទសូមជម្រាបសួរពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះយើងមកដឹងពីអត្ថប្រយោជន៍របស់ផ្លែសកានាគដែលយើងហូបជាប្រចាំថ្ងៃគឺអាចជួយទប់ស្កាត់ជំងឺទឹកនោមផ្អែមព្រមទាំងវាអាចជួយទៅដល់ប្រព័ន្ធរំលាយអាហារយើងផងដែរបាទអញ្ចឹងការហូបផ្លែសកានាគត្រឹមតែមួយអាទិត្យ3ផ្លែទៅ5ផ្លែគឺបងប្អូនអាចកាត់បន្ថយឬក៏ដូចជាជួយទប់ស្កាត់ដល់ជំងឺទឹកនោមផ្អែមផងដែរបាទហើយពាក់ព័ន្ធនឹងផ្លែសកានាគនេះគឺมันមានតម្លៃថ្លៃប៉ុន្មានទេបងប្អូន1គីឡូ2000 3000អីទេប៉ុន្តែខ្ញុំរីកមិនឲ្យបងប្អូនដាំខ្លួនឯងហូបបាទព្រោះសកានាគអត់ប្រវត្តិដាំទេយើងគ្រាន់តែយកដើមវាទៅដោតនឹងលបងផ្ទះក៏វាដុះដែរបាទហើយពេលខ្លះក៏វាដុះនៅតាមគល់ឈើអញ្ចឹងណាបងប្អូនគល់ឈើពុកលួយមានជាតិដីតិចអញ្ចឹងទៅបើយើងទិញផ្លែឈើដែលលក់នៅលើទីផ្សារបងប្អូន 100% ហើយដឹងតែជ្រក់ថ្នាំហើយបើអ្នកនៅស្រុកស្រែវាមិនអីទេតែបើសម្រាប់អ្នកនៅទីក្រុងដូចខ្ញុំជៀសមិនផុតទេបាទពីព្រោះខ្ញុំធ្លាប់ឮសម្ដីអ្នកលក់ផ្ទាល់ដែលខ្ញុំសួរគាត់ថាផ្លែមៀនយកមកពីណាគាត់ថាមៀនយកមកពីខេត្តប៉ុន្តែយកចូលផ្សារនៅពេញគេជ្រក់ថ្នាំដើម្បីថែរក្សាទុកឲ្យបានយូរអញ្ចឹងណានេះសម្ដីអ្នកលក់និយាយមកខ្ញុំផ្ទាល់តែខ្ញុំក៏ទិញឲ្យមួយសែននេះមិនចោលដែរហូបទេបាទប៉ុន្តែគាត់ថាផ្លែសកានាគបើសិនជាបងប្អូនបានរបស់ធម្មជាតិហូបរឹតតែល្អបាទគឺវាជួយទប់ស្កាត់នៃជំងឺទឹកនោមផ្អែមហើយវាអាចជួយឲ្យបងប្អូននេះប្រព័ន្ធរំលាយអាហារហ្នឹងគឺវាដំណើរការស្រួលបត់ជើងស្រួលវារំលាយអាហារស្រួលអញ្ចឹងណាបងប្អូនបាទហូបរាល់ថ្ងៃក៏ល្អដែរតែបើយើងមិនមានលុយទិញហូបរាល់ថ្ងៃទេមួយអាទិត្យហូបត្រឹមតែ3ផ្លែឬក៏2ផ្លែក៏បានដែរបាទហើយក៏សូមអរគុណពុកម៉ែបងប្អូនដែលតែងតែគាំទ្រដែលខ្ញុំលក់កាបូបនេះមួយតែ10000ទេស្អាតណាស់បងប្អូនមាន3ថតបងប្អូនណាហើយកាបូបនេះមានទាំងបោះមនុស្សចាស់និងបោះកូនក្មេងសម្រាប់យើងស្ពាយពីមុខយើងដើរលេងកន្លែងមនុស្សច្រើនអ៊ូអយើងវាហានិភ័យនឹងការបាត់របស់ទ្រព្យតែបើយើងមានកាបូបនេះយើងស្ពាយពីមុខគឺអត់មានហានិភ័យទេបងប្អូនណាយើងមាន3ថតដាក់ទូរស័ព្ទដាក់ឆ្នាំងសាក់ដាក់power bank អីបានទាំងអស់អញ្ចឹងណាបងប្អូនបាទគឺស្អាតមែនទែនមានពណ៌ខ្មៅពណ៌កាហ្វេនិងពណ៌ខៀវបាទខ្ញុំទិញមកពីប្រទេសចិនបាទហើយពាក់ព័ន្ធនឹងនេះគឺប្រដាប់ដាក់នឹងម៉ូតូសម្រាប់បងប្អូនមើល location បាទបងប្អូនមួយចំនួនគាត់តែងតែស៊ូផ្លូវគេញ៉ៃច្រើនតែបើយើងដាក់ទូរស័ព្ទនៅនេះយើងចុចមើលយើងដឹងថាយើងត្រូវទៅណាអីយើងអត់ចាំបាច់កាន់ទូរស័ព្ទបដាមើលផ្លូវបដាជាពិសេសបងប្អូនអ្នកដឹកជញ្ជូនបាទអាចកំងបាន$5 free ដឹកបងប្អូនអរគុណ